គុំដល់ប្រពុតពធប្រសងចិត្តទីពឹងចិត្តលុកដកពងពោះឧត្តមក្រៃលែងលោកនេះសូមអនកាយគ្រប់ដល់ពុទ្ធបរិស័ទទាំងអស់ទាំងក្នុងប្រទេសក្រៅប្រទេសទាំងអញ្ជើញមកសិក្សានៅទីនេះទាំងអស់គ្នាដែលមានសទ្ធាជ្រះថ្លាក្នុងពុទ្ធសាសនាដើម្បីអប់រំចិត្តទាំងឥឡូវនេះយើងនឹងព្យាយាមឈានចូលទៅដល់កម្មដ្ឋានមួយទៀតដែលយើងព្យាយាមចម្រើននៅក្នុងអនុសតិ10នឹងដែរគឺអាណាបាណសតិទៀតអាណាបាណសតិនេះជាចំណុចសំខាន់ដែលព្រះពុទ្ធជាម្ចាស់ទ្រង់សម្ដែងច្រើនណាស់នៅក្នុងបត្រៃបិដកហើយបានសម្ដែងពីបទពិសោធន៍ដែលព្រះអង្គទ្រង់ត្រាស់ដឹងបានយ៉ាងណានោះគឺសម្ដែងច្រើនមែនតើព្រោះព្រះអង្គបានសម្រេចមគ្គផលនៅក្នុងអាណាបាណសតិនេះឯងចឹងបានជាភាគ70ហ្នឹងគឺព្រះអង្គបញ្ជាក់បញ្យល់ស៊ីជម្រៅណាស់ទាំងឥឡូវយើងសិក្សាបន្តដំបូងសិនដើម្បីគ្រាន់តែបានកំណត់ដឹងជាទិសដៅជាត្រីវិស័យសម្រាប់ទៀងទាត់ជំហានទី1ដែលយើងប្រតិបត្តិនេះអញ្ចឹងក្នុងនេះព្រះអង្គទ្រង់សម្ដែងនៅក្នុងត្រៃបិដកភាគ39នឹងទំព័រដើមគេព្រះអង្គសម្ដែងអំពីឈានសង្យុត្តនេះព្រះអង្គបានសម្ដែងនៅក្រុងសាវត្ថីហើយព្រះអង្គទ្រង់ត្រាស់ជាមួយភិក្ខុទាំងឡាយព្រះអង្គសម្ដែងថាមនីភិក្ខុទាំងឡាយភិក្ខុសាសនានេះប្រព្រឹត្តទៅឈាននេះមាន4ប្រការគឺអ្វីខ្លះព្រះអង្គសម្ដែងថាមនីភិក្ខុទាំងឡាយឈាននេះមាន4ប្រការឈាន4ប្រការគឺអ្វីខ្លះនេះព្រះអង្គសម្ដែងឲ្យព្រះអង្គសួរឲ្យព្រះអង្គឆ្លើយវិញទៀតចុះព្រះអង្គសម្ដែងឆ្លើយព្រះអង្គសម្ដែងថាម៉េចមនីភិក្ខុទាំងឡាយភិក្ខុសាសនានេះអាចស្ដាប់យកកុសលសិនទៅណាគាត់ចាំពេលក្រោយខ្ញុំនឹងរៀបចំកម្មវិធីគាត់ជូនតែលើឲ្យផ្ដោតស្មារតីសិនដើម្បីចិត្តយើងស្ងប់បន្តទៅអង្គុយនឹងឲ្យស្ងប់ដែរទៀតបើចិត្តយើងវល់គិតជួនកាលទៅអង្គុយអញកន្លែងទៅនោះគាត់អត់តន់នឹងស្អីទេឯងទៅតណាបាត់ហើយអញ្ចឹងកុំខ្វល់ណាកុំគិតចឹងបើអោតចិត្តស្ដាប់ថានេះអាត្មាអញកំពុងស្ដាប់ចំពោះព្រះដ៏មានប្រភពដែលខ្ញុំកន្លងមកខ្ញុំតែងតែលើកដៃថ្វាយបង្គំទៅស្ដាប់ហើយខ្ញុំលើកដៃថ្វាយបង្គំដោយសារអីដោយសារទុកដូចជាព្រះអង្គគង់នៅមុខយើងអញ្ចឹងណាចានឹងបានបន់ច្រើនណាស់ទៀតដូចព្រះអង្គគង់នៅមុខយើងអញ្ចឹងហើយកុំរវើរវាយទៅណាទៀតណាព្រះអង្គសម្ដែងថាមនីភិក្ខុទាំងឡាយដូចតែយើងនៅក្នុងជាមួយភិក្ខុទាំងឡាយអញ្ចឹងទៀតណាព្រះអង្គសម្ដែងថាមនីភិក្ខុទាំងឡាយភិក្ខុសាសនានេះស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលទាំងអកុសលធម៌ទាំងឡាយចូលកាន់បឋមឈានប្រកបដោយវិតកៈនិងវិចារៈមានតែបៃតៈនិងសុខៈដែលកើតអំពីសេចក្តីស្ងប់ស្ងាត់នេះមួយវគ្គនេះខ្ញុំសូមបញ្យល់ឲ្យស្ដាប់ទៅណាបងអោតចិត្តស្ដាប់ព្រះអង្គសម្ដែងថាភិក្ខុស្ងាត់ចាកកាមទាំងឡាយឥឡូវនេះយើងទាំងអស់គ្នាកំពុងអង្គុយទីនេះគឺស្ងាត់ចាកកាមទាំងឡាយយើងបិទទ្វារ5កាមទាំងឡាយសំដៅទៅលើកាមគុណ5ដែលកើតឡើងតាមភ្នែកឃើញរូបតិចឬសំឡេងច្រមុះទុំក្លិនកាយប៉ះពាល់អណ្ដាតដឹងរស់ឥឡូវយើងបិទទ្វារ5នឹងហើយគឺយើងនៅតែមួយគត់គឺមโนទ្វារដែលកំពុងស្ដាប់ព្រះអង្គសម្ដែងអញ្ចឹងយើងបង្អោនចិត្តតាមព្រះអង្គសម្ដែងថាស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយបានន័យថាយើងកុំទៅត្រេះរិះគិតរឿងរ៉ាវទាំងឡាយដែលកន្លងមកហើយកុំត្រេះរិះគិតទៅលើបាបអកុសលធម៌ទាំងឡាយដែលយើងបានធ្វើហើយកុំគិតអូអញថ្ងៃមុនធ្លាប់ខឹងអ្នកនេះជេរអ្នកនោះឬក៏ធ្លាប់ព្យាបាទគេយ៉ាងណាកុំគិតទាំងបានន័យថាពេលហ្នឹងគឺស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយសូមមើលចិត្តយើងទាំងអស់គ្នាតើស្ងាត់ទេទាំងមានន័យថាដែលយើងខ្ញុំមិននិយាយឡើងខាងដើមដោយសារធ្លាប់ជម្រាបហើយពេលចម្រើនសមាធិគុណពុទ្ធគឺប្រមូលចិត្តមកដាក់ក្នុងបេះដូងក្នុងដើមទ្រូងលះការគិតអ្វីៗទាំងអស់បង្អោនចិត្តមកស្ដាប់ធម៌ព្រះអង្គសម្ដែងហាក់ដូចជាព្រះអង្គគង់នៅពីមុខយើងដូចជាប្រោះយើងឲ្យយើងរួចផុតចាកទុក្ខអញ្ចឹងយើងបង្អោនចិត្តទៅហើយយើងដាក់ចិត្តថាអាត្មាអញបានស្ងាត់ចាកកាមហើយបានស្ងាត់ចាកអកុសលធម៌ហើយដូច្នេះអាត្មាអញលើកចិត្តឡើងកាន់អារម្មណ៍គឺខ្យល់អាណាបានេះឯងណាលើកចិត្តឡើងកាន់អារម្មណ៍
đằng cho đằng hàm tranh nâng đằng hàm châu cả đằng cho đằng hàm tranh nâng đằng hàm châu ní miền bị thi pí mùi tầm bồn tí lúc này ai rập cho các bạn đái rập cho tranh châu ní dừng đọ đằng hàm tranh môn thế nó còn đọ đằng hàm châu đó tầm bồn tí gần hàm tranh ở xa dừng cao tranh bị tây miệt đa bị đa máu chập đọ đằng hàm tranh môn tiền chập bạn vào ao dừng đặt chất ở mom hói sầm lăng cho khang nông po hói đọ tranh mà ở phật ở tam đòn sầm lăng tới sầm lăng là nông po chứ đặt cho từ nông po ở pin đó ở nơi pin á phải tranh cho mà bình ở cho mà bình nứng cho tranh móc bạc lại ná bạc lại rôn chầm mỏng rồi rôn chầm móc phá xã bạc các tục nữa chứ cả để bạc tục cho tranh máu nó nơi cái rôn chầm móc nó bộ mọt khang lơ tiền bộ mọt khang lơ chẳng dừng vô sạch tệ cướp con chất ở đằng cho tranh châu ta tận này ở ai tới nào đấy thế nó chẳng phải dừng rập cho tranh ban đây ta tranh châu nó dừng rập tầm mùi đây tranh cho làm tranh hay cho làm châu nhưng rập mùi ở bàn tranh cho tiết châu mới tiết rập pì nè dừng tam rập chẳng đổ đọt đọt đó hay rập sạt đào mình từ còn rập ở du bế nằm ở bài ở rầm ở dừng rập chẳng là hốt đọt chất dừng ngọt còn kịch từ nào rư mùi lục nẹt lá ọt dầu chẳng thế lục ai cầm nọt đằng cho tranh đằng tèm đòn tới nó rồi những xem làm chuyện chúng ta tha đọ tranh bị po hỏi mà thấy cầm nọt trăng nó để phá sạn nắng tân năng tờ tới nó nâng ở nít lạnh chiến của ông mình tan bẩn dầu trăng năng thế trăm đo anapa số tận tí tiệt đỏ lên á ở đây trong con là bắt đầu ở đằng tha nít nông chiên đó để trong tay phải vô làm bánh môn bánh nữa ta bánh dây bị chiến dây bị smarty bánh dây smarty cái dây bị chiến bánh dây bị chiến cái được nông smarty ở khơi đó nữa bây giờ cho ăn smarty nó cứ ông sầm đai ta ngắt chạ cam từng lái ngắt chạ sau thô từng lái nè nâng là nông chiến để sẽ lơ chất lang can ở ram nè chẳng lơ chất can ở ram lơ chó chanh có đắng chó trâu có đắng nè rồi dương chầm ran bột thiên nó sẽ tệ nhất là ta này nằm ở môn hai nó dương đặt cần lông đôi khi nè còn lại đô ở ram ấy đô ở ram bị côn vào bột mọc chó chanh trâu bình nè mười mới tiếng mười nông chất dương mới chẳng sẽ đạp vào ông bằng to tiếng đó rồi trong an trong ọt hiên này gì dân đăng đai che đai bàn tay ọt hiên này gì thực tế nhưng lại khóc Việt Nam mùi rồi này dân tăng đôi cho bọn ông con này chân dân bằng áo đôi bọn ông con nói chân sầm lên bọn ông cứ bứt nó không bật trai bậy đỏ này tai một đòn ọt miền lơ khoa tay nào thế nè chân bằng áo chất thế nè bằng áo chất lơ căn ở rom lấy cho tua vị tất cả cho ông chiên tìm mùi tiền nó ông trên tìm mùi ở có nó không bật thầm chiến để bọn sầm lại thả bị khọ sát ra ní ngắt chạ cam từng lái ngắt chạ có soi thọ từng lái có chỗ căn bật thầm chiếnประกอบដោយវិតកៈនិងវិចារៈណាបឋមchiếnទី1គឺប៉ុណ្ណឹងទេណាតែអង្គឈានបឋមchiếnមានអង្គប៉ុន្មានអង្គ5ណាមានវិតកៈវិចារៈបៃតៈសុខៈឯកតាប៉ុន្តែទីនេះដំបូងទីព្រះអង្គឲ្យយើងសម្លឹងឲ្យស្គាល់ពីវិតកៈវិចារៈនឹងសិនដែលយើងខ្ញុំបានបញ្យល់ហើយវិតកៈគឺការលើកចិត្តឡើងកាន់អារម្មណ៍គឺមានការដឹងអារម្មណ៍នឹងជាលក្ខណៈជាកិច្ចរបស់ចិត្តយើងដែលត្រូវតែដឹងហើយវិតកៈរលត់ទៅវិចារៈកើតឡើងហើយវិតកៈវិចារៈកើតឡើងហ្នឹងព្រះអង្គសប្បាយថាមានតែបៃតៈនិងសុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់អញ្ចឹងលុត្រាណាមិនលុត្រាណាតែយើងលះវិតកៈមិនយើងទេណាអង្គឈានហ្នឹងគាត់ថារលត់ទៅវិតកៈរលត់ទៅវិចារៈកើតឡើងប៉ុន្តែយើងនិយាយថាយើងនឹងឲ្យស្ដាប់បានទេណាអញ្ចឹងដោយវិតកៈវិចារៈនេះរលត់ទៅមានតែបៃតៈនិងសុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់ហ្នឹងយ៉ាងម៉េចទៅស្ងប់ស្ងាត់គឺខាងលើនេះឯងគឺស្ងប់ស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយនេះឯងឲ្យចាំទៅណាពាក្យក្នុងហ្នឹងព្រះអង្គមិនបញ្ជាក់ទេប៉ុន្តែយើងដឹងថាដែលព្រះអង្គសម្ដែងខាងលើនេះហើយដែលស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយគឺពេលហ្នឹងព្រះអង្គសម្ដែងថាមានតែបៃតៈនិងសុខដែលកើតអំពីសេចក្តីស្ងប់ស្ងាត់
មានន័យថាសេចក្តីស្ងប់ស្ងាត់ស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយនេះឯងជាហេតុទេណាជាហេតុនាំឲ្យបានវិតកវិចារៈឲ្យយល់ធម៌កើតហេតុបច្ច័យចឹងណាស្ដាប់តននេះមកទៅទៀតបានន័យថាក្នុងខណៈដែលយើងចម្រើនឈានបឋមឈាននេះស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយក្នុងខណៈហ្នឹងលើកចិត្តឡើងកាន់អារម្មណ៍នឹងឯងការដែលលើកចិត្តកាន់អារម្មណ៍គឺមានតែអាណាបាសតិខ្យល់ចេញខ្យល់ចូលនឹងឯងណាកាលណាមានខ្យល់ចេញខ្យល់ចូលដែលអាចតាំងមមនៅក្នុងវិតកវិចារៈបានន័យថាវិធ័យចិត្តដែលប្រព្រឹត្តទៅនៅក្នុងពេលសមាធិហ្នឹងដើរពីវិតកទៅវិចារៈចេញពីវិចារៈទៅបៃតៈចេញពីបៃតៈទៅសុខៈដែលអាចកើតបានអាស្រ័យដោយការស្ងប់ស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយបានន័យថាស្ងប់ស្ងាត់ចាកអកុសលធម៌ទាំងឡាយយល់ទេទាំងហ្នឹងយ៉ាងហ្នឹងក្នុងបឋមឈានហ្នឹងណាហើយបានព្រះអង្គសម្ដែងទៀតថានឹងស្ដាប់ជាឧបនិស្ស័យសិនទៅណាហើយបានដល់រួចទៅយើងប្រតិបត្តិទៅតាមលទ្ធភាពយើងអាចទៅរួចនេះខ្ញុំលើកជាទ្រឹស្ដីដើម្បីស្ដាប់ឧបនិស្ស័យសិនណាហើយបានព្រះអង្គសម្ដែងថាម៉េចភិក្ខុនោះលុះរងាប់នៅវិតកៈនិងវិចារៈក៏ចូលទុតិយឈានដែលកើតនៅក្នុងសន្តានជាទីភោរផង់មានសភាពជាចិត្តខ្ពស់ឯកគ្មានវិតកៈនិងវិចារៈមានតែបៃតៈនិងសុខដែលកើតអំពីសមាធិនេះឃើញទេចូលសមាធិណាពីមុនព្រះអង្គសម្ដែងថាកើតអំពីសេចក្តីស្ងប់ស្ងាត់ខុសគ្នាណាហេតុខុសគ្នាទី1គឺហេតុមកពីស្ងប់ស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយឥឡូវយើងមើលករាបវិតកវិចារៈយើងទៅតាំងនៅក្នុងចិត្តមានន័យថាពេលហ្នឹងយើងកំពុងស្ងាត់ចាកអកុសលធម៌ទាំងឡាយមើលទៀតចាកមែនអត់ហើយតើអកុសលធម៌កើតឡើងវិតកវិចារៈលុតទៅដោយសារអីអកុសលវិតកវាកើតតើអកុសលវិតកកើតវិតកវិចារៈត្រូវរលត់ទៅវិញអញ្ចឹងមានសតិគ្រប់គ្រងចិត្តកុំឲ្យរលត់កុំឲ្យចេញចាកអំពីអង្គឈានហ្នឹងដែលដបងទីវិតកវិចារៈហេតុអីណាយើងតង់យល់ព្រះអង្គមិនបានបញ្យល់ទេប៉ុន្តែសិក្សាពធទៅមើលបត្រៃបដកទៅកន្លែងខ្លះព្រះអង្គបញ្យល់ហេតុអីបានជាទុតិយឈាននេះព្រះអង្គសម្ដែងថាភិក្ខុនោះរងាប់វិតកៈនិងវិចារៈក៏ចូលកាន់ទុតិយឈានគឺឈានទី2បឋមឈានគឺមានអង្គ5គឺមានវិតកៈវិចារៈបៃតៈសុខៈឯកតាដល់លោកឆ្លងចេញពីបឋមឈានលោកចូលទុតិយឈានគឺឈានទី2ហ្នឹងបានន័យថារងាប់នៅវិតកវិចារៈនេះចង់សម្ដៅលើលោកអ្នកដែលចម្រើនកុសលធម៌នៅក្នុងកម្មាវចរៈកុសលនៅក្នុងមហាកុសល8ដួងក្នុងនោះគឺលោកព្យាយាមបំពេញបុណ្យកុសលដោយការភ្ញាក់រលឹកខ្លួនឯងហើយយ៉ាងម៉េចទៀតណាការដែលភ្ញាក់រលឹកខ្លួនឯងបំពេញបុណ្យកុសលហើយចិត្តសោមនស្សរីករាយសប្បាយនឹងប្រកបដោយសោមនស្សវេទនាបើលះតវិតកៈបានតែមួយបានន័យថាពេលបំពេញបុណ្យកុសលនោះប្រកបដោយឧបេក្ខាវេទនាចំណុចនេះចាំសិក្សានៅក្នុងព្រះអភិធម្មដែលសម្ដេចអ៊ំស៊ូចងក្រងយើងនឹងឃើញឆ្លុះបញ្ចាំងដែលហៅថាអាចសម្រេចទៅចុងបំផុតដែលត្រាស់ដឹងឆាប់ឬត្រាស់ដឹងយូរខុសត្រង់ហ្នឹងឯងខុសត្រង់ដើមទីជាឧបេក្ខាឬក៏សោមនស្សតែប៉ុណ្្នឹងអញ្ចឹងយើងសំដើមទីឲ្យត្រូវទៅណាឲ្យបើឧបេក្ខាក៏ឧបេក្ខាទៅសោមនស្សក៏សោមនស្សទៅយើងមិនបាច់ថ្នាំងថ្នាក់បដិខេអីទេគឺគ្រាន់តែយូរតែមួយខណៈចិត្តទេទៀតចាមើលទៀតស្ដាប់បាននេះមើលទៅស្ដាប់ព្រះអង្គឲ្យតន់ទេណាព្រះអង្គសម្ដែងពីរោះណាទៀតអញ្ចឹងព្រះអង្គសម្ដែងទៀតមែនកាលណាបើលះវិតកវិចារៈចូលកាន់ទុតិយឈានដែលកើតនៅក្នុងសន្តានជាទីភោរផង់យ៉ាងម៉េចព្រោះពេលហ្នឹងអត់មានអកុសលចិត្តកើតឡើងទៀតទេអត់មានអកុសលវិតកៈកើតទៀតទេអញ្ចឹងចិត្តនេះកាន់តែស្អាតផូរផង់ទៅចិត្តនេះកាន់តែខ្ពស់ទៅខណៈចិត្តដែលកាន់តែខ្ពស់ទៅនឹងឯងព្រោះអីព្រោះអត់មានវិតកៈនិងវិចារៈនេះព្រះអង្គសម្ដែងហ្នឹងណាអត់មានវិតកៈនិងវិចារៈអញ្ចឹងលោកបានលះអីលះវិតកវិចារៈហើយទៅចិត្តរបស់ព្រះអង្គហ្នឹងបៃតៈកើតឡើងណា
តែមានព្រះអង្គសម្ដែងថាមានតែបៃតៈនិងសុខដែលកើតអំពីសមាធិអានឹងចូលអីចូលក្នុងអង្គឈានទៅអង្គឈានពេញលេញអង្គឈានពេញលេញបៃតៈនិងសុខហ្នឹងវិតកវិចារៈនៅញាប់ញ័រនៅឡើយបឋមឈាននៅទៀបណាស់នៅចិត្តនឹងកាមាវចរៈអញ្ចឹងមិនតាន់ប្រសើរទេអញ្ចឹងបានព្រះអង្គឲ្យយើងព្យាយាមលះបឋមឈានចោលចេញហើយបានចម្រើនទៅដល់ទុតិយឈានដោយលះវិតកវិចារៈនឹងហើយមានតែបៃតៈនិងសុខដែលកើតពីសមាធិហើយបានព្រះអង្គសម្ដែងទៀតថាភិក្ខុនោះប្រះចាកបៃតៈផងជាអ្នកប្រកបដោយឧបេក្ខាផងមានស្មារតីដឹងខ្លួនសោយសុខដោយនាមកាយផងប្រតិបុគ្គលទាំងឡាយតែងសរសើរបុគ្គលដែលបានតតិយឈានជាអ្នកប្រកបដោយឧបេក្ខាមានស្មារតីមានធម៌ជាគ្រឿងនៅជាសុខណាតតិយឈាននឹងព្រះអង្គសរសើរមានធម៌នៅជាសុខដូច្នេះព្រោះតតិយឈានឯណាក៏ចូលកាន់តតិយឈាននោះនឹងព្រះអង្គសម្ដែងអំពីឈានទៅណាហើយបន្តមកព្រះអង្គសម្ដែងទៀតអានឹងគឺព្រះអង្គសម្ដែងជាទ្រឹស្ដីឲ្យយើងយល់ប៉ុន្តែដល់អនុវត្តមិនងាយបានអញ្ចឹងឯណានឹងគឺស្ដាប់សិនទៅដើម្បីឧបនិស្ស័យរបស់យើងឲ្យដឹងបដោះពូជទៅណាប៉ុណ្ណឹងពងបដោះពូជដែលស្ដាប់ទៅសម្ដីដែលយើងស្ដាប់ហ្នឹងខណៈចិត្តនេះវាធ្លាក់ទៅកាន់ប្រវាំងវាចុះកាន់ប្រវាំងបានន័យថាវាទាញយកពូជបញ្ញាដែលស្ដាប់ហ្នឹងទៅទោះមិនចាំក៏ដោយក៏បានទាញយកទៅហើយទៅសន្សំក្នុងសន្តានហើយសន្សំពូជកុសលនៅបាត់ហើយចាំបានខ្ញុំសុំឲ្យចិត្តស្ងប់កុំឲ្យទៅណាចិត្តស្ងប់កុំឲ្យទៅណាចិត្តបង្អោនទៅលើពាក្យព្រះអង្គមួយហ្នឹងគឺយកពាក្យព្រះអង្គមួយម៉ាត់មកដាក់ក្នុងសន្តានចិត្តរបស់ខ្លួនហើយបានន័យថាពេលឮសំឡេងធរនេះមកតាមមโนទ្វាហៅថាមโนទ្វារវចនៈបន្ទាប់មកចវណ្ណចិត្តសោយពាក្យមួយម៉ាត់ហ្នឹងអញ្ចឹងគឺពេលថាចវណ្ណចិត្តសោយហើយតតមណៈគេប្រមូលចុះទៅក្នុងពវាំងកចិត្តវានៅក្នុងមโนអញ្ចឹងនៅក្នុងនឹងរហូតកំភៃថាបាត់ទៅណាអត់ទេណាអញ្ចឹងបានសន្សំពូជបញ្ញាបានន័យថាយើងសន្សំសិក្សារៀនសូត្រហ្នឹងវានាំឲ្យបញ្ញាឧបការៈទៅជាតិក្រោយៗដោយសារបានបដោះពូជនឹងហើយអញ្ចឹងណាបើអត់តាន់បដោះពូជអត់ទេវានៅតែដដែលបើចិត្តរឿងរវើរវាយបានន័យថាអត់បានបដោះពូជទេគឺបដោះពូជរវើរវាយវិញទេមិនមែនបដោះពូជស្ដាប់ធម៌ទេណាចាំឲ្យព្រះអង្គសម្ដែងថាព្រោះលះបង់នៅសុខផងលះបង់នៅទុក្ខផងលះបង់បានតែឆ្លងពីទុក្ខដែលយើងសមាធិឆ្លងពីទុក្ខវេទនាទៅដល់សុខហើយព្រះអង្គឲ្យចប់អត់ឲ្យចប់នឹងសេចក្តីសុខទេណាបានន័យថាលះបង់ទាំងសេចក្តីទុក្ខផងមានទាំងទោមនស្សវេទនាមានទាំងសោមនស្សវេទនាក្នុងកាលមុនផងចូលកាន់ចតុតច្ឆានជាធម្មជាតិមានអារម្មណ៍មិនមានទុក្ខមិនមានសុខគឺជាឧបេក្ខាឃើញទេមានសតិដ៏បរិសុទ្ធដោយឧបេក្ខាបានន័យថាឈប់រវល់ជាមួយសុខមួយទុក្ខអីហើយជួបបីសុខមិនក៏មិនល្អត្រេកអរអីដែរទុក្ខក៏អត់មានទៀតទេអញ្ចឹងជាប់ត្រឹមឧបេក្ខាគឺព្រះអង្គសម្ដែងទីនេះចប់ត្រឹមចតុតច្ឆាននេះឯងសូមអនុមោទនាហើយបានព្រះអង្គសម្ដែងណែនាំឲ្យយើងបានដឹងថាភិក្ខុចម្រើននៅឈានទាំង4ធ្វើឲ្យច្រើននៅឈានទាំង4រមែងបង្អោនទៅរកព្រះនិព្វានសរសៀទៅរកព្រះនិព្វាននៃភិក្ខុទាំងឡាយភិក្ខុសាសនានេះស្ងប់ស្ងាត់ចាកកាមទាំងឡាយស្ងាត់ចាកអកុសលធម៌ទាំងឡាយអញ្ចឹងលោកព្រះអង្គសម្ដែងពីឈាននឹងបន្តទៀតតដែរណាដើម្បីរំលឹកព្រះអង្គលោកសម្ដែងហើយរំលឹកដូចយើងរំលឹកហើយរំលឹកទៀតអញ្ចឹងណាអញ្ចឹងមិនអ្នកខ្លះថាមើលបត្រែបដល់អត់យល់ទេដូចដែរនឹងមកពីព្រះអង្គសម្ដែងរំលឹកឡើងរំលឹកទៀតហើយចំការទៅជួបលំទាវសម្ដែងទៅនឹងខ្លះទៅទៅជួបរិនសម្ដែងទៅនឹងទៀតទៅដូចខ្ញុំបញ្យល់អញ្ចឹងតើអញ្ចឹងគេថាកុំធុញនឹងដែរតែដដែលនឹងប្រតិបត្តិមិនបានផងតរំបើអត់ដដែលនឹងមិនដឹងស្ដាប់មិនយល់ទេមិននិយាយពីឈានណាឲ្យឃើញឈាននៅសមាធិអញ្ចឹងយើងចូលអាណាបាព្រះអង្គសម្ដែងអាណាបាសតិសង្យុត្តណានឹងក្នុងគ្នាទី6ទំព័រប្រហែលចេះមើលទំព័រសិនទំព័រ5ចឹងចាទំព័រ5នេះព្រះអង្គសម្ដែងថាម៉េចនៅក្នុងសាវត្ថីនឹងអីដែលថាមានអានិសង្សច្រើនយ៉ាងណាក្នុងអាណាបាសង្យុត្តនោះព្រះអង្គសម្ដែងច្រើនចាំខ្ញុំដកបន្តិចជូនណាព្រះអង្គសម្ដែងថាអានេះគឺដំណើររឿងបន្តិចនៅព្រះអង្គគង់នៅក្រុងសាវត្ថី
nơi tinនឹងឯងប្រណិភិកត្រង់ត្រាស់ដូច្នេះថាមនេបខកទាំងឡាយធម៌មួយដែលបកគលគូចម្រើនហើយធ្វើឲ្យច្រើនហើយរមែងមានផលច្រើនមានអានិសង្សច្រើននេះធម៌តែមួយណាធម៌ច្រើនណាតែព្រះអង្គសម្ដែងទីនេះធម៌មួយហើយព្រះអង្គបញ្ជាក់ទៀតថាម៉េចធម៌មួយតើដូចម្ដេចនេះព្រះអង្គសួរព្រះអង្គឆ្លើយធម៌មួយតើដូចម្ដេចគឺអានាបានសតិណាខ្យល់ដង្ហើមចេញចូលនេះឯងជាធម៌មួយដែលមានផលច្រើនអានិសង្សច្រើនក្រៃលែងចឹងព្រះអង្គសម្ដែងតទៀតថាមនេបខុសទាំងឡាយអានាបានសតិដែលបកគលចម្រើនហើយធ្វើឲ្យច្រើនហើយតើដូចម្ដេចទើបមានផលច្រើនមានអានិសង្សច្រើនមនេបខុសទាំងឡាយភិក្ខុសាសនានេះនៅក្នុងព្រៃក្តីនៅទៀបគល់ឈើក្តីនៅផ្ទះស្ងាត់ក្តីអង្គុយពេនភ្នែនតាំងកាយឲ្យត្រង់ខ្ចង់មុខទៅរកកម្មដ្ឋានណាចំណុចនឹងចាំទេណាពេលបន្តិចទៀតអង្គុយណាពេលភ្នែនតាំងកាយឲ្យត្រង់ពេលណាក៏ព្រះអង្គជាដែរតាំងកាយឲ្យត្រង់កុំផ្អៀងកុំយកយកកុំអោនពេកកុំឲ្យងើយពេកណាមានមុខឆ្ពោះទៅរកកម្មដ្ឋានគឺមានសតិគ្រប់គ្រងចិត្តបង្អោនទៅរកកម្មដ្ឋានគឺយើងចម្រើនអានាបាហ្នឹងទេណាចាហើយបាទព្រះអង្គសម្ដែងទៀតថាម៉េចភិក្ខុនោះដកមានសតិណាចាំចោះណាភិក្ខុនោះមានសតិកុំភ្លេចពាក្យហ្នឹងសោះណាភិក្ខុនោះមានសតិដកដង្ហើមចេញណាចេញមុនណាទេណាព្រះអង្គសម្ដែងចេញមុនភិក្ខុនោះដកដង្ហើមចេញមុនមានសតិដកដង្ហើមចូលណាដកដង្ហើមចេញមានសតិដកដង្ហើមចូលចឹងពេលដែលយើងអង្គុយយើងដឹងទេណាព្រះអង្គសម្ដែងព្រះអង្គអត់មានប្រាប់ឲ្យយើងថាត្រូវតែប្រឹងដកយ៉ាងម៉េចត្រូវតែធ្វើយ៉ាងម៉េចអត់ទេណាគឺអង្គុយស្រួលធម្មតាតាមដឹងខ្យល់ធម្មជាតិនេះតែម្ដងគ្រាន់តែយើងដឹងខ្យល់ចេញណាដូចខ្ញុំបានបញ្ជាក់ជូនថាយើងដកព្រោះយើងពិបាកនឹងសតិយើងវានៅខ្ចីមិនដឹងថាប៉ះផាសៈត្រង់ណាឲ្យច្បាស់អញ្ចឹងយើងដកដង្ហើមចេញនឹងឲ្យខ្លាំងតិចមកដើម្បីឲ្យខ្យល់ប៉ះទៅណាកំណត់យកទៅនឹងអញ្ចឹងយើងដកតាមធម្មតានៃធម្មជាតិខ្យល់បាទព្រះអង្គសម្ដែងថាមានសតិណាដកដង្ហើមចេញមានសតិដកដង្ហើមចូលនឹងមកកាត់ហ្នឹងណាអញ្ចឹងយើងដកដង្ហើមចេញចូលនឹងតាមដឹងរហូតអញ្ចឹងទៅដល់មកកាត់ទៀតតែទីនេះព្រះអង្គអត់បញ្ជាក់ណាព្រះអង្គកណ្ដាក់ថាកាលដកដង្ហើមចេញវែងក៏ដឹងច្បាស់ថាអាត្មាអញដកដង្ហើមចេញវែងឃើញទេពេលដែលយើងដកដង្ហើមចេញចូលទៅពេលដែលចិត្តស្ងប់ណាខ្យល់ចេញវែងចូលវែងនឹងកើតឡើងអញ្ចឹងយើងកំណត់ដឹងអត់ឲ្យអទៅអញបានខ្យល់ចេះចុះឲ្យអត់ទេអញ្ចឹងក្នុងគណៈដែលយើងដកដង្ហើមចេញវែងខ្យល់នឹងវាត្រង់ទៅតែម្ដងទៀតបើយើងអង្គុយអញ្ចឹងបានព្រះអង្គឲ្យដងខ្លួនឲ្យត្រង់ណាដល់ពេលខ្យល់កើតអាណាបាកើតចេញមកថាត្រង់ព្រិញមកអញ្ចឹងបើសិនជាយើងអោនវាអាចដកខ្យល់ដំណើរការអត់ស្រួលកុំឲ្យអោនពេកទៀតអញ្ចឹងដល់ត្រង់ទៅត្រង់មកយើងតាមដឹងអញ្ចឹងហើយត្រង់ទៅត្រង់មកត្រង់ទៅត្រង់មកតាមដឹងយូរខ្លីម្ដងតិចបើនេះថាមុននឹងខ្លីខ្យល់វែងនេះស្ដើងទៅដំបងទីក្រោកគ្រៀតទៀតខ្យល់វែងកើតឡើងដំបងនោះរៀងក្រោកគ្រៀតខ្យល់វែងក្រោកគ្រៀតនោះយើងតាមដឹងទៀតវែងនៅតែវែងដែរហ្នឹងអត់បាត់ទៅណាទេវែងតាមដឹងវែងហ្នឹងទៅខ្យល់វែងដំបងក្រោកគ្រៀតនោះតាមយូរទៅខ្យល់ហ្នឹងស្ដើងទៅតែនៅវែងដែរអត់មានខ្លីទេណានៅវែងដែរសឡូនទៅក្នុងចិត្តរបស់យើងហ្នឹងវែងខ្យល់វែងដែលស្ដើងហ្នឹងថយទៅខ្យល់ខ្លីកើតឡើងខ្យល់ខ្លីកើតឡើងក្រោកគ្រៀតទៀតដំបងទីក្រោកគ្រៀតហើយតែខ្លីហើយកុំដកពិសោធន៍ចង់ឯនោះស្មាតោខ្ញុំក្មាត់ទៅខ្ញុំចង់ដឹងដែរដល់ទៅវែងខ្ញុំចង់អត់ខ្លីខ្ញុំចង់ដកទៅវែងវិញតអត់ទៅណាដូចស្អីស្ទះចាត់ផ្ទះយើងនឹងអត់ទៅអានទេអញ្ចឹងបដោយទៅតាមមានតែសតិដឹងឯងខ្យល់ខ្លីហ្នឹងគេថាពេលក្រោកគ្រៀតហ្នឹងយើងតាមដឹងអូខ្យល់ក្រោកគ្រៀតតែណោះវាដូចវានិយាយចំទៅដោយពិបាកថាដល់តជួបខ្លួនឯងដល់តែក្រោកគ្រៀតហ្នឹងវាដូចជាហាក់ដូចជាខ្យល់ហ្នឹងវាធ្ងន់ណាដូចរឿងធ្ងន់ដូចរឿងធំអញ្ចឹងណាតែដល់យើងតាមដឹងតែខ្យល់ហ្នឹងតិចទៅដូចមិនតិចទេបើនេះថាសឡូនខ្យល់ខ្លីហ្នឹងក៏រៀងស្ដើងទៅបានខ្យល់ខ្លីលុតទៅខ្យល់ទាំងពួងកើតចាំឲ្យព្រះអង្គសម្ដែងនេះឥឡូវខ្ញុំអានណាពាក្យព្រះអង្គចឹងក្នុងគណៈដល់តែពេលយើងអានទៅមើលបត្រៃវិដកភាគ70បាទខ្ញុំភ្ញាក់ខ្លួនខ្ញុំតរងទិសតទៀតបើអត់មើលឲ្យអស់អូកុនដែរចាអញ្ចឹងពេលហ្នឹងព្រះអង្គសម្ដែងថាម៉េចកាលដកដង្ហើមចេញវែងក៏ដឹងច្បាស់អាត្មាអញដកដង្ហើមចេញវែង
ឬការដកដង្ហើមចូលវែងក៏ដឹងច្បាស់អាត្មាអញដកដង្ហើមចូលវែងណាបងមកកាត់ហ្នឹងណាហើយបងប្អូនស្អីទៀតថាការដកដង្ហើមចេញខ្លីក៏ដឹងច្បាស់ថាអាត្មាអញដកដង្ហើមចេញខ្លីការដកដង្ហើមចូលខ្លីក៏ដឹងច្បាស់ដកដង្ហើមចូលខ្លីកុំភ្លេចពាក្យដឹងច្បាស់ណាដឹងច្បាស់ស្កង្កត់ធ្ងន់ច្បាស់លាស់នៅក្នុងខ្យល់នឹងតែម្ដងនិមិត្តរបស់ខ្យល់នឹងយ៉ាងម៉េចប្រព្រឹត្តទៅរបៀបក្រោតក្រៀតមិនរបៀបស្រាលស្ដើងសឡូនមិនយើងដឹងច្បាស់ហ្នឹងក្នុងខណៈដែលដឹងច្បាស់ហ្នឹងណាឥឡូវនេះឲ្យទៅខ្យល់ហ្នឹងសិនណាចាំបញ្យល់ថាក្នុងខណៈដឹងច្បាស់ហ្នឹងណាអ្នកណាអ្នកដឹងចិត្តអ្នកដឹងអីណាចិត្តអ្នកដឹងអញ្ចឹងចិត្តកំពុងសោយអារម្មណ៍សន្សំពូជច្បាស់លាស់ប្រកបវិជាបើដឹងដោយល្វើល្វាយវាចិត្តនឹងវាសន្សំអាពូជល្វើល្វាយហ្នឹងដឹងសពេចសពិលណាអាដឹងសពេចសពិលហ្នឹងកុំយកដឹងឲ្យច្បាស់អញ្ចឹងខណៈចិត្តវាសន្សំអញ្ចឹងទេណាអញ្ចឹងដល់ពាក្យជាតិក្រោយទៅណាបើគេនិយាយស្អីគឺយើងច្បាស់មកបើបញ្យល់ដោយស្ដាប់គ្រូនិយាយមកថាយើងយល់ច្បាស់តែម្ដងអត់សពេចសពិលលោកគ្រូនិយាយនឹងមិនទេណាអ្នកគ្រូនិយាយមិនទេអត់ទេយើងអត់សន្សំពូជសពេចសពិលហ្នឹងទេចាំណាខណៈចិត្តចុះទៅក្នុងប្រវាំងតចលនៈស្រាវទៅទាំងអស់លក្ខណៈចិត្តយ៉ាងម៉េចបានន័យថាយ៉ាងម៉េចគឺទៅអញ្ចឹងត្រាមិនគឺស្នាមត្រាអញ្ចឹងគឺទៅអញ្ចឹងដូចគ្នាអញ្ចឹងមើលខណៈចិត្តយើងពេលចម្រើនហ្នឹងអ្នកបងសម្ដែងថាដឹងច្បាស់ប្រកាសបជាថាច្បាស់អញ្ចឹងពេលដែលពលត្រូវជួបហ្នឹងឲ្យច្បាស់ណាកុំស្មើអីខ្យល់អញមិនទេតិចខ្លីទៅអញងាប់ទៅមិនបាច់ខ្វល់ឬងាប់ទេអត់ងាប់ទេខ្លីមិនក៏ខ្លីទៅអត់ងាប់ទេប៉ុន្តែនៅលំបាកជាងគេខ្យល់ទាំងពួងកើតឡើងនឹងប្រឹងមែនតែនផ្ចង់មកដីមែនតែនអានឹងច្បល់ចូលគ្នាហ្មងមិនដឹងណាខ្យល់មែនតែនណាខ្យល់ទាំងពួងនេះច្បោកច្បល់ហើយខ្ញុំដបងទីគ្រូអត់បានប្រាប់ពីរបៀបដឹងថាខ្យល់ទាំងពួងនឹងយ៉ាងផេចហ្មងអូវល់កតេះឡងនៅអាខ្លះវាគួចពេញតពោះមិនដឹងទៅតាណាមកតណីហើយវាឈឺចាក់ដោតតាណាតណីចាក់មកលើចាក់មកកកតឹងក្បាលអូទៅណាទៅណីខ្លះនេះគ្រប់យ៉ាងហើយដល់អត់មានគ្រូតម្រង់ឲ្យទៀតកាលនោះព្រះអង្គហូនលោកអត់តាន់សំដែងអស់ហើយអញ្ចឹងខ្ញុំទីណាត់តែណៃនឹងខ្យល់ទាំងពួងដាក់ចោលដល់ពួងដាក់ចោលទៅណាអាមេរិកមុំឆ្លងរួចទៅណាត់ទីណៃណាស់ដែរណាជួនកាលអាខ្យល់ទាំងពួងជួនកាលវាមកដូចថាមិនយើងច្រឡំអញ្ចឹងមកព្រះអង្គនេះព្រះអង្គខ្ញុំចាំបានខ្ញុំបញ្យល់ពុទ្ធបរិស័ទខ្ញុំឲ្យយកចិត្តទុកដាក់ដឹងច្បាស់ហ្នឹងណាឲ្យច្បាស់ពីហ្នឹងទៅដល់ពេលអាខ្យល់ទាំងពួងអត់ច្បល់ទេបើមិនចឹងខ្យល់ទាំងពួងដឹងមួយណាខ្យល់មែនទេអាមួយណាខ្លាំងខ្លាយទេព្រោះវាប្រតិកម្មខ្យល់ហើយវាក្នុងខ្លួនយើងពេលហ្នឹងប្រតិកម្មខ្យល់ហ្មងអញ្ចឹងអាខ្យល់វាវល់វាមានអាបដោយមានអាតតឹងវាអាខ្លះវាទៅចាក់ដល់ចុងជើងអាខ្លះវាទៅចាក់ដល់ដៃដល់ចង្កេះទៅចាក់ឯណាឯណីអញ្ចឹងអត់កំណត់ដឹងឲ្យច្បាស់ខ្យល់ដែលពិតប្រកបទេវាទៅច្រឡំគ្នាអញ្ចឹងអាបច្ចៈប៉ុណ្្នឹងសិនណាដល់សតដល់ម៉ោងហើយចាគួយចម្រើនតែប៉ុន្តែខ្ញុំជឿថាមិនតាន់ទៅដល់ហ្នឹងទេឥឡូវឲ្យតែក្នុងចិត្តហ្នឹងបង្អោនដឹងខ្យល់ចេញចូលក្នុងវិតកៈហ្នឹងឲ្យបានសិនឲ្យស្ងប់បានតែកន្លះម៉ោងសិនក៏ល្អដែរសូមអនុមោទនាបុណ្យ